កម្មវិធីនេះឧបត្ថម្ភដោយទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាឡម៉ង់កម្រិតកំពូលឈ្នះមេដាយមាសចា៎លោកស្រីទស្សនិកជនសង្កេតលើមកកាន់កម្មវិធីព័ត៌មានថ្ងៃថ្មីឬក៏តំបន់នេះចូលរបស់ CTN សាជាថ្មីចា៎ថ្ងៃនេះយើងឃើញថាគឺជាព្រឹកថ្ងៃថ្មីថ្ងៃអង្គារទី24ខែកុម្ភៈឆ្នាំ2015កម្មវិធីរបស់យើងនៅតែបន្តជម្រាបជូននៅរឿងរ៉ាវជាច្រើនដែលកើតមានឡើងទៅតែបទយកាសំខាន់ៗនិងរឿងរ៉ាវផ្សេងៗជាច្រើនទៀតផងដែរចា៎ចាដោយសារម្ដងនៅក្នុងកម្មវិធីរបស់យើងជារៀងរាល់ព្រឹកថ្ងៃច័ន្ទដល់ថ្ងៃសុក្រពីម៉ោង6ដល់ម៉ោង7ព្រឹកលោកអ្នកតែងតែបានជួបនៅព័ត៌មានរឿងរ៉ាវប្លែកៗនៅខាងក្រៅប្រទេសរួមទាំងរឿងរ៉ាវនៅក្នុងប្រទេសនិងចំណេះដឹងផ្សេងៗរួមមានចំណេះដឹងពីសុខភាពចរាចរណ៍សុខភាពនិងគំនិតច្នៃប្រឌិតចា៎យើងឃើញថានៅក្នុងវគ្គទី1គឺយើងតែផ្ដើមចេញនៅរឿងសុខភាពមុនគេដែលថ្ងៃនេះគឺយើងនិយាយអំពីក្របស្វាយចន្ទីថាមានប្រយោជន៍អ្វីខ្លះយើងឃើញថាក្របស្វាយចន្ទីគឺបានច្នៃទៅធ្វើជាគ្រឿងទេសសម្រាប់ញ៉ាំហើយក៏ដូចជាការច្នៃធ្វើជាម្ហូបផ្សេងៗផងដែរហើយឥឡូវយើងទៅទស្សនាទាំងអស់គ្នាតែម្ដងថាតើមានអ្វីខ្លះនៅខាងក្រោយស្វាយចន្ទីនោះចា៎យើងឃើញថាស្វាយចន្ទីគឺជាក្របធនជាតិមួយដែលមានគ្រប់ទីកន្លែងនៅពិភពលោកតែម្ដងហើយមនុស្សភាគច្រើនហ្នឹងគឺនិយមទទួលទានវាដោយឆៅឬក៏លាយជាមួយនឹងអំបិលរួចក៏យកទៅដុតជាដើមចា៎ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺមិនត្រឹមតែផ្ដល់នូវរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេគឺថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពបន្ថែមទៀតទី1គឺការពាររោគមហារីកនៅក្នុងគ្រាប់ស្វាយចន្ទីគឺមានផ្ទុកដោយសារធាតុមួយយ៉ាងដែលអាចប្រឆាំងនឹងកោសិកាដុំសាច់ហើយថែមទាំងទប់ស្កាត់ពួកវាកុំឲ្យរាតត្បាតនៅក្នុងរាងកាយបានមិនតែប៉ុណ្ណោះគ្រាប់ស្វាយចន្ទីគឺសម្បូរទៅដោយជាតិទង់ដែងជួយការពារជំងឺមហារីកផ្សេងៗជាពិសេសគឺអាចការពារមហារីកពោះវៀនធំបានផងដែរចា៎អញ្ចឹងយើងឃើញថាគ្រាន់តែជាគ្រាប់ធញ្ញជាតិមួយគ្រាប់ទេចាប៉ុន្តែវាមានអត្ថប្រយោជន៍ជួយទៅដល់សុខភាពរបស់យើងជាពិសេសគឺការកាត់បន្ថយជំងឺមហារីកដែលជាជំងឺដ៏គួរឲ្យខ្លាចចាត្រឹមត្រូវហើយទី2នេះគឺជួយទៅដល់ឆ្អឹងរបស់យើងឲ្យកាន់តែរឹងមាំយើងឃើញថាតើលោកអ្នកដឹងទេថាគ្រាប់ស្វាយចន្ទីហ្នឹងគឺជួយការពារឆ្អឹងរបស់យើងបានដោយសារថាគ្រាប់ស្វាយចន្ទីគឺសម្បូរទៅដោយជាតិ magnesium គឺវាពិតជាអាចជួយឲ្យឆ្អឹងរបស់លោកអ្នករឹងមាំបានល្អគឺថាញ៉ាំទៅវាជួយដល់ក្បាលជង្គង់សន្លាក់ឆ្អឹងរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀតចាទី3គឺជួយទៅដល់សុខភាពបេះដូងយើងឃើញថានៅក្នុងគ្រាប់ស្វាយចន្ទីផ្ទុកជាតិខ្លាញ់នៅក្នុងកម្រិតទាបប៉ុន្តែសារធាតុប្រឆាំងអុកស៊ីតកម្មគឺមានច្រើនមែនទែនដែលអាចជួយការពារសុខភាពបេះដូងឲ្យមានដំណើរការល្អមិនតែប៉ុណ្ណោះវាជួយការពារប្រភេទជំងឺបេះដូងជាច្រើនបានផងដែរទី4គឺជួយដល់សុខភាពសរសៃប្រសាទដោយសារនៅក្នុងគ្រាប់ស្វាយចន្ទីគឺមានសារធាតុ magnesium គឺជួយកាត់បន្ថយបញ្ហាឈឺក្បាលមួយចំហៀងឬក៏គេហៅថាឈឺប្រកាំងតឹងសាច់ដុំសម្ពាធឈាមឡើងខ្ពស់និងជំងឺគាំងបេះដូងបានផងដែរចា៎ហើយទី5គឺល្អចំពោះស្ត្រីឬក៏បុរសដែលគាត់មានបញ្ហាចង់សម្រក់ទម្ងន់ចាអញ្ចឹងគាត់ស្វាយចន្ទីក៏អាចជួយបានផងដែរចំពោះមនុស្សធាត់ភាគច្រើនពួកគាត់តែងតែព្យាយាមកាត់បន្ថយរបបអាហារប្រចាំថ្ងៃដើម្បីឲ្យទម្ងន់ហ្នឹងគឺស្រកចុះចំពោះគ្រាប់ស្វាយចន្ទីវិញគឺវាអាចជួយលោកអ្នកដែលចង់សម្រក់ទម្ងន់ទទួលបានជោគជ័យបានយ៉ាងងាយស្រួលផងដែរដោយសារថាវាមានជាតិសរសៃខ្ពស់និងផ្ដល់ថាមពលដល់អ្នកបានថែមទៀតនៅថាយើងអាចញ៉ាំជំនួសអាហារមួយពេលឬក៏ពីរពេលណាក៏បានដែរចាទី6គឺការពារដុំគ្រោះនៅក្នុងថង់ប្រមាត់ចំពោះមនុស្សដែលចូលចិត្តទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំគឺអាចជួយការពារដុំគ្រោះក្នុងថង់ប្រមាត់បានជាពិសេសវាជាដំណឹងមួយដ៏ល្អសម្រាប់មនុស្សស្រីពីព្រោះថាពួកគាត់ងាយប្រឈមទៅនឹងបញ្ហាជាមនុស្សប្រុសដោយសារថាវាការបន្ថែមនូវអរម៉ូនestrogen នៅក្នុងរាងកាយរបស់ពួកគេដែលបណ្ដាលមកពីការមានផ្ទៃពោះថ្នាំពន្យាកំណើតនិងការផ្លាស់ប្ដូរអរម៉ូនជាដើមមានថាមនុស្សស្រីគឺមានច្រើនមានបញ្ហាច្រើនជាងបុរសចាចឹងទាំងអស់នេះគឺជាប្រយោជន៍របស់ស្វាយចន្ទីវាថាគ្រាន់តែក្របមួយផ្លែទេគឺអាចជួយច្រើនមែនតើអញ្ចឹងសង្ឃឹមថាលោកអ្នកនឹងទទួលទានវាបានជាប្រចាំជាពិសេសទទួលទានបានត្រឹមត្រូវនៅក្នុងរបបអាហារប្រចាំថ្ងៃចាចាធម្មតាទេរបបអាហារប្រចាំថ្ងៃរបស់យើងគួរតែឲ្យមានសមតុល្យចារវាងការទទួលទានអាហារដែលមានជាតិសាច់បន្លែរួមទាំងគ្រាប់ធញ្ញជាតិផងដែរដើម្បីឲ្យសុខភាពរបស់យើងនឹងគឺមានជីវជាតិគ្រប់គ្រាន់ចាក៏ដូចជាគូផ្សំទៅនឹងការហាត់ប្រាណឲ្យបានទៀងទាត់ផងដែរចាអរគុណហើយជាបន្តទៀតនេះគឺយើងជំរាបជូនលោកអ្នកពីចំណេះដឹងពីសុខភាពចរាចរណ៍ដោយលោកគ្រូអូម៉ូនេដានៃសាលាមេបប23ដុល្លារគាត់នឹងពន្យល់ចាអំពីចាការចតរថយន្តនៅតាមទ្រូងផ្លូវដែលត្រឹមត្រូវចាបាទថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការចតរថយន្តនៅតាមទ្រូងផ្លូវបាទអញ្ចឹងយើងដឹងហើយថាប្រទេសកម្ពុជាគឺការបើកបរគឺប្រកាន់ស្ដាំអញ្ចឹងការចតរថយន្តរបស់យើងនៅតាមផ្លូវយើងទៅចតនៅខាងស្ដាំដៃតាមទិសចរាចរណ៍របស់ខ្លួនបាទជាដើម្បីកុំឲ្យរំខានដល់អ្នកប្រើផ្លូវឬត្រូវចតនៅចំណតរថយន្តរួចទីប្រាំងដៃបាទការចតនៅតាមទ្រូងផ្លូវបាទប្រទេសដែលគេប្រកាន់ស្ដាំគេទៅចតខាងស្ដាំដៃស្របទិសដៅចរាចរណ៍របស់ខ្លួនបាទប្រទេសខាងឆ្វេងប្រកាន់ឆ្វេងគេទៅចតខាងឆ្វេងដៃស្របទិសចរាចរណ៍របស់ខ្លួនដែរ
ចឹងក្នុងការយើងចតហ្នឹងទី1ទៅចតស្របទិសដៅណាបាទខាងស្ដាំដៃតាមទិសចរាចរណ៍របស់ខ្លួនដូចជាប្រទេសយើងមកកាន់ស្ដាំទី2ការចតគឺដូចឈប់នៅលើតាមរយធ្វើហ្នឹងគឺគម្លាតពីគែមចិញ្ចើមមកកង់អញ្ចឹងគេអត់ឲ្យយើងចតឬឈប់លើសពី25សង់ទីម៉ែត្រនោះទេបាទដូចជាស្មើនឹង2តឹកកន្លះបាទតែគម្លាតពីគែមចិញ្ចើមមកកង់ក្នុងការយើងឈប់ឬចតនៅតាមរយហ្នឹងគឺមិនឲ្យលើសពី25សង់ទីម៉ែត្របាទអញ្ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពីការចតនៅតាមរយផ្លូវដែលយើងត្រូវចតយ៉ាងម៉េចដើម្បីឲ្យត្រូវតាមច្បាប់របស់យើងចាជាពិសេសគឺត្រូវចតខាងស្ដាំដៃតាមទិសចរាចរណ៍កុំចតម្ចាស់ទិសទី1ទី2ការចតគម្លាតទុកពីគែមចិញ្ចើមមកកង់ហ្នឹងកុំឲ្យលើសពី25សង់ទីម៉ែត្របាទអរគុណ ចាយើងឃើញហើយថាបន្ទាប់ពីលោកគ្រូបានធ្វើការពន្យល់ចាជឿជាក់ថាទស្សនិកជនយើងប្រកាសជាបានយល់និងជាច្បាស់តាក់ទងទៅនឹងស្លាកសញ្ញាចរាចរណ៍ចាជាពិសេសគឺច្បាប់ចរាចរណ៍តែម្ដងហើយយើងចូលរួមទាំងអស់គ្នានៅក្នុងការគោរពច្បាប់ចរាចរណ៍ធ្វើការចតរថយន្តនឹងឲ្យបានត្រឹមត្រូវព្រោះថាការចតរថយន្តដែលមិនត្រឹមត្រូវនៅលើផ្លូវសាធារណៈនឹងគឺបង្កឲ្យមាននៅបញ្ហាកកស្ទះចរាចរណ៍ជាពិសេសគឺអាចបង្កទៅមានជាបញ្ហាគ្រោះថ្នាក់ផ្សេងៗផងដែរចាដោយសារតែការចតមិនត្រឹមត្រូវរបស់យើងចាចឹងយើងត្រូវតែចូលរួមនៅគោរពច្បាប់ទាំងអស់គ្នាដើម្បីការពារនៅបញ្ហាស្ទះចរាចរណ៍ព្រោះថាការស្ទះចរាចរណ៍គឺប៉ះពាល់ច្រើនមែនទែនទាំងផ្លូវកាយផ្លូវចិត្តនិងសុខភាពរបស់យើងតតែម្ដងចាឥឡូវយើងទទួលសំណើរឿងរ៉ាវមួយទៀតគឺចំណិតច្នៃប្រឌិតយើងទៅមើលវិធីសាស្ត្រនៃការច្នៃម៉ូដក្រចកប្រចាំថ្ងៃរបស់យើងវិញម្ដងចាយើងឃើញហើយនេះគឺជារូបភាពដែលយើងតែងតែទទួលបានពីគេហទំព័រ YouTube ហើយកញ្ចក់ដៃនេះគឺងាយស្រួលទេដែលគ្រាន់តែយើងលាបថ្នាំពណ៌សជាមុនដើម្បីងាយស្រួលនៅក្នុងការដាក់ម៉ូដផ្សេងចានិយាយទៅគឺកញ្ចក់ដៃភាគច្រើនគឺសុភាពនារីរបស់យើងគាត់ចូលចិត្តធ្វើការច្នៃកញ្ចក់ច្នៃម៉ូដកញ្ចក់ចាបើបរោះនេះវិញបើសិនច្នៃម៉ូដកញ្ចក់គេថាខ្ទើយចាប្លែកហើយចាអញ្ចឹងនៅពេលដែលសុភាពនារីរបស់យើងគាត់ធ្វើការច្នៃម៉ូដកញ្ចក់ហ្នឹងគឺគាត់ជួនកាលគាត់នឹកឃើញថាពិបាកតទៅកន្លែងគេមិនគេអាចធ្វើឲ្យបានប៉ុន្តែទីពិតទៅយើងអាចធ្វើបានដោយខ្លួនឯងចាលោកអ្នកក៏អាចមើលនៅក្នុងកម្មវិធីរបស់យើងដោយផ្ទាល់ឬក៏លោកអ្នកចូលទៅកាន់គេហទំព័រ YouTube ហើយស្វែងរកនៅម៉ូដកញ្ចក់ណាដែលលោកអ្នកពេញចិត្តហើយយើងធ្វើការវឹកហាត់ក្នុងការគូដោយខ្លួនឯងក៏បានដែរចាយើងមើលទៅដូចជាអត់សូវពិបាកនៅក្នុងការគូប្រហែលទេហើយយកទៅត្រូវគឺគាត់មានដងស្រាប់តែម្ដងនៅក្នុងការចាប់ចង់ទៅលើកញ្ចក់របស់គាត់ចាម៉ូដនេះតែម្ដងគឺជាម៉ូដពេញនិយមនៅក្នុងសម្រាប់យុវវ័យផងដែរហើយអាចចូលរួមនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ឬក៏នៅផ្ទះធម្មតាក៏អាចទុកបានដែរចាថាវាសាមញ្ញចាប៉ុន្តែសម្រាប់អ្នកដែលគាត់អាសាធ្វើការងារផ្ទះចាប្រហែលជាទុកមិនបានយូរទេជាពិសេសគឺគក់កៅអៅអីផងគឺទៅអស់ហើយចាអរគុណច្រើនហើយនេះគឺជារឿងរ៉ាវនៅក្នុងវគ្គទី1ដែលជាវគ្គដំបូងនៅក្នុងកម្មវិធីរបស់យើងហើយក៏មកភ្លេចដែរអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីចាគឺក្រុមហ៊ុនទឹកផ្លែឈើ Freshie និងក្រុមហ៊ុនស្រាបៀរ Gainsbourg សម្រាប់ពេលនេះសូមអនុញ្ញាតសម្រាប់មួយផ្លែសិនកម្មវិធីនេះឧបត្ថម្ភដោយ ទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshie ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gainsbourg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gainsbourg ស្រាបៀរគុណភាពអាឡម៉ង់កម្រិតកំពូលឈ្នះមេដាយមាសស្វាគមន៍ជាថ្មីមកកាន់វគ្គទី2នៅក្នុងកម្មវិធីព័ត៌មានព្រឹកថ្ងៃថ្មីដែលបណ្ដាញទូរកម្មជា CTN ដែលទទួលបាននៃការឧបត្ថម្ភពីក្រុមហ៊ុនទឹកផ្លែឈើ Freshie និងក្រុមហ៊ុនស្រាបៀរ Gainsbourg សម្រាប់នៅក្នុងវគ្គទី2នេះគឺយើងមានរឿងរ៉ាវតាក់ទងទៅនឹងបទយកាស្ដីអំពីព័ត៌មានផ្សេងៗនៅក្នុងរាជធានីភ្នំពេញនិងប្រទេសកម្ពុជាតែម្ដងដែរថ្ងៃនេះគឺយើងមកនិយាយអំពីបទយកាដែលតាក់ទងទៅនឹងកាហ្វេដែលថាកាហ្វេមានកាហ្វេមានជាតិគីមីចានេះគឺថាចំពោះផលិតផលចំណីអាហារឬក៏ភេសជ្ជៈផ្សេងៗមួយចំនួនគឺឥឡូវនេះកំពុងតែមានការសង្ស័យថាបានដាក់ដោយសារធាតុគីមីច្រើនដែលប៉ះពាល់ទៅដល់សុខភាពយ៉ាងណាមិញចំពោះការទទួលទានកាហ្វេបន្តពីមានសារព័ត៌មានមួយចំនួនអនផ្សាយថាប្រើប្រាស់ដោយសារធាតុគីមីឥឡូវនេះកន្លែងលក់កាហ្វេមួយចំនួនចាប់ដើមអន់ថយในការទិញហើយដោយសារថាពួកគាត់ចាប់ដើមបារម្ភពីបញ្ហាសុខភាពរបស់គាត់ហើយចំពោះការដាក់សារធាតុគីមីនេះផងដែរយើងឃើញថាវាប៉ះពាល់ច្រើនចំពោះសុខភាពហើយបទយកានេះផងដែរគឺយើងនឹងបញ្ជាក់ថាតើកាហ្វេដែលដាក់លក់ក្នុងប្រទេសកម្ពុជារដ្ឋថ្ងៃនេះមានគុណភាពកម្រិតណាស់ដែរចា៎និយាយរួមទៅការមុនបងចេះលក់កាហ្វេមួយថ្ងៃចឹង2គីឡូជាង3គីឡូណាឥឡូវមួយថ្ងៃកន្លះគីឡូទៅអស់ទៅដល់ឥឡូវគេខ្លាចគេអត់ញ៉ាំហ្នឹងវាផលលំបាកបន្តិចបន្តួចអូន
ផលបាក់ដោយតាយើងពីមុនយើងធ្លាប់លក់ដាច់ទេដល់ឥឡូវវាលក់យ៉ាងអន់បន្ថយបន្តិចប៉ុន្តែបើចំពោះអ៊ីមានម៉ួយគឺនៅតែលក់ដាច់មានម៉ួយញ៉ាំតិតិជនច្រើនទៅដែរដូចជាសិស្សសាលាអញ្ចឹងនឹងគេចាំម៉ួយរបស់អ៊ីហ្នឹងពីមុនលក់ដាច់ជាការអត់ទាន់មានផ្សព្វផ្សាយរឿងកាហ្វេមានជាតិគីមីហ្នឹងវាលក់ដាច់តែពេលមានព័ត៌មានមកកាហ្វេមានជាតិគីមីហ្នឹងវាសັບជាមួយតែអន់ផងខុសគ្នាប្រហែលជាប៉ុន្មានខុសគ្នាប្រហែល 30% អ្នកលក់កាហ្វេទាំង3នាក់សុទ្ធតែនិយាយថាដំណឹងអំពីកាហ្វេគីមីបានធ្វើឲ្យពួកគាត់លក់កាហ្វេឡើងសូវដាច់អញ្ចឹងចង់ដឹងថាតើពួកគាត់អាចមើលស្គាល់ទេរវាងកាហ្វេគីមីនិងកាហ្វេមិនគីមីបងលក់កាហ្វេបានហើយជឿជាក់បានហើយដល់ពេលគេយកមកឡើងឲ្យយើងអត់ដឹងទេគេលេងក្នុងកញ្ចប់ឲ្យយើងស្រាប់អញ្ចឹងណាតែយើងអត់ដឹងកាហ្វេអាណាល្អអាណាអត់ល្អយើងអត់ដឹងបានទេដល់ពេលយើងចង់ដឹងអានេះគេយកពីនឹងមកគេដឹងគេបានប្រាប់យើងអាណាល្អប្រាប់យើងដឹងបើយើងទិញពីគេមកយកអាអន់ជាមួយអាល្អយើងដឹងទេក្នុងកញ្ចប់កាហ្វេពិសេសគ្នាយើងអត់ដឹងអាណាល្អអាណាអត់ល្អវាខុសគ្នាអញ្ចឹងណាខ្ញុំបាក់ដែរខ្ញុំមកសូវដឹងដែរពីកាហ្វេហ្នឹងដែរទោះជាចំនួនភ្ញៀវថយចុះជាងមុនក្តីតែអ្នកលក់កាហ្វេ2នាក់ក្នុងចំណោមពួកគាត់និយាយថាអតិថិជនមួយចំនួនចាប់ផ្ដើមត្រឡប់មកផឹកកាហ្វេរបស់ពួកគាត់ជាធម្មតាវិញហើយបើទោះជាមិនទាន់ត្រឡប់មកទាំងអស់ក្តីកន្លងមកក្រុមហ៊ុនលក់កាហ្វេ CVU បានផ្សាយពាណិជ្ជកម្មថាកាហ្វេធម្មជាតិមានពណ៌ក្រហមឯកាហ្វេគីមីមានពណ៌ខ្មៅចូលសម្រាប់អ្នកផឹកវិញតែគាត់គិតយ៉ាងណាអំពីពណ៌នេះមើលដែរធ្វើមិនក៏ត្រូវញ៉ាំទៅដែរចាតាមរយៈបទយកកម្មបាញ់មិញនេះគឺទស្សនិកជនយើងបានជ្រាបច្បាស់រួចទៅហើយចាតកតងទៅនឹងកាហ្វេគីមីនិងកាហ្វេធម្មតាដែលយើងអាចមើលឃើញដោយផ្ទាល់បានចាព្រោះថាកាហ្វេធម្មតាកាលណាដែលយើងឆុងគឺมันមានសភាពខ្មៅហើយខាប់ទេចាកាហ្វេដែលយើងទិញនៅក្នុងផ្សារឬក៏តាមតូបមួយចំនួនហ្នឹងគឺពេលដែលយើងឆុងហើយកាហ្វេនេះគឺមកគឺខាប់មែនតើចាខ្មៅខ្លាំងមែនតើហើយក្នុងហ្នឹងគឺមានកកទៀតប៉ុន្តែប្រសិនបើតាមរយៈបទសម្ភាសន៍ចាយើងឃើញថាគាត់បានជំរាបជូនថាប្រសិនបើជាកាហ្វេធម្មតាហ្នឹងគឺរាងពណ៌រៀងថ្លាជាងហ្នឹងចាំមិនខ្មៅអញ្ចឹងជាងកាហ្វេទេប៉ុន្តែវានៅតែមិនអាចជាភ័ស្តុតាងដែលយើងអាចមើលនៅផ្នែកបានទេលុះត្រាតែមានការធ្វើតេស្តត្រឹមត្រូវប្រសិនបើកាហ្វេដែលគាត់ដាក់គីមីហ្នឹងគាត់ដឹងថាអូគេសម្គាល់ត្រឹមតែការមើលលើនៅផ្នែកអត់សូវជាខាប់អញ្ចឹងក៏អាចប្រើវិធីម្យ៉ាងទៀតនៅក្នុងការកាត់កំចាត់ដោយការពណ៌ចឹងទៅចឹងនៅតែគីមីដដែលចាចឹងដែរអ្វីដែលសំខាន់គឺអ្នកដែលគាត់ប្រើប្រាស់គាត់ត្រូវតែដឹងពីតម្លៃនៃកាហ្វេហ្នឹងហើយមួយទៀតគឺយើងត្រូវដឹងថាប្រភពនៃកាហ្វេហ្នឹងក៏យកមកពីណាបើច្បាស់លាស់បើមិនបើយើងចង់ល្អគឺយើងញ៉ាំកាហ្វេកញ្ចប់ដែលមានជារបស់ក្រុមហ៊ុនច្បាស់លាស់អញ្ចឹងយើងអត់សូវប្រឈមជាមួយនឹងការទិញកាហ្វេញ៉ាំតាមរយៈការឆុង 2500 ឬក៏អីយើងអត់សូវបារម្ភចាមួយវិញទៀតអាចនឹងបើសិនជាយើងទិញកាហ្វេដែលឃើញគ្រាប់កាហ្វេកិនតែម្ដងល្អដែរចាមានន័យថាគឺយើងបានឃើញថាកិនពីគ្រាប់កាហ្វេសុទ្ធភ្លាមតែម្ដងប៉ុន្តែយ៉ាងណាមិញខ្ញុំជឿថាធម្មតាទេបើសិនបើយើងទៅទិញនៅកន្លែងដែលមានគ្រាប់កាហ្វេកិនភ្លាមគឺតម្លៃវាថ្លៃចាអញ្ចឹងបើសិនបើយើងចង់ទៅញ៉ាំហ្នឹងក៏យើងត្រូវតែទៅកន្លែងហាងអីដែរចាប៉ុន្តែបើនៅតាមផ្លូវគឺប្រហែលជាមានការពិបាកមែនតើចាយើងក៏សង្ឃឹមថាតាមរយៈបទយេការនេះគឺវាប៉ះពាល់ដល់អ្នកលក់ខ្លះដែរដោយសារថាពួកគាត់ចាប់ដើមបាត់បង់ចំណូលតាមរយៈការលក់កាហ្វេប៉ុន្តែយើងសង្ឃឹមថាតាមរយៈនៃការលក់កាហ្វេតគ្នាគឺពួកគាត់សូមប្រើប្រាស់នៅកាហ្វេធម្មជាតិបើបានធម្មជាតិ 100% ក៏ត្រឹមតែពាក់កណ្ដាលឬក៏ 60% ដែរកុំប្រើគីមីច្រើនព្រោះថាវាសុទ្ធតែប៉ះពាល់ដល់ជីវិតយើងទាំងអស់គ្នាទេចាយើងមិនទាន់ឃើញនៅផលប៉ះពាល់ភ្លាមទេប៉ុន្តែនៅក្នុងរយៈពេលប្រហែលឆ្នាំក្រោយមិនត្រឹមតែអ្នកទទួលទានទេអ្នកដែលធ្វើនឹងគឺជាអ្នកដែលទទួលផលគីមីនឹងច្រើនជាងគេផងព្រោះថាគាត់ប៉ះទៅនឹងជាតិគីមីនឹងរាល់ថ្ងៃចាអរគុណច្រើននេះគឺជាបទយកានៅក្នុងកម្មវិធីរបស់យើងនៅក្នុងវគ្គទី2វគ្គក្រោយយើងមានរឿងរ៉ាវដែលប្លែកៗនៅខាងក្រៅប្រទេសមកជំរាបជូនទៅដល់ទស្សនិកជនយើង
កម្មវិធីនេះឧបត្ថម្ភដោយ ទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នក អបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាឡឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាស ចា៎នេះគឺជាវគ្គទី3នៃកម្មវិធីព័ត៌មានថ្ងៃថ្មីឬក៏ The Morning Show របស់ CTN ចា៎វគ្គនេះគឺយើងតែផ្ដល់ជូននៅរឿងរ៉ាវនៅខាងក្រៅប្រទេសដំបូងគឺយើងទៅមើលប្រទេសមួយគឺនៅក្នុងប្រទេសចិនចា៎ ចាលោកអ្នកបានដឹងហើយថាប្រទេសចិនគឺជាប្រទេសមហាអំណាចចាហើយយ៉ាងណាមិញគឺនៅក្នុងប្រទេសចិនគឺយើងល្បីល្បាញយើងស្គាល់ប្រទេសចិនតាមរយៈក្បាច់គុណកុងហ្វូនិងក្បាច់រាំផ្សេងប៉ុន្តែឥឡូវនេះសូម្បីតែចុងភៅដែលធ្វើមីហ្នឹងក៏គាត់បង្ហាញពីស្នាដៃរបស់គាត់នៅក្នុងការធ្វើមីរបស់គាត់តាមរយៈការរាំក្បាច់កុងហ្វូនិងក្បាច់រាំផ្សេងអាយ៉ា ចាយ៉ាងនេះចាយើងឃើញនៅក្នុងវីដេអូនេះហើយគឺគាត់មិនមែនជាអ្នករាំទេប៉ុន្តែគាត់ជាអ្នកធ្វើមីមិនដែលមើលទៅគាត់គឺសំបីតែសរសៃមីរបស់គាត់នេះគឺគាត់ធ្វើដោយផងរាំការមិនបានមីមួយមកឡើងទៅវិល ចានៅបវលហ្នឹងយើងត្រូវដាក់មុងគេងហ្នឹងសិនចាតែនេះវាតាក់ទាញអតិថិជនណាចាភ្ញាក់ឡើងគាត់ហើយហ្មងចាចង់មើលរបៀបធ្វើរបស់គេចានិយាយទៅគឺគាត់មានជំនាញមែនតើគឺកាលពីមុននៅឥឡូវដូចជាមានដែរយើងហៅថាមីទាញប៉ុន្តែគាត់ថានេះគឺគាត់ប្លែកមែនតើគឺគាត់ជីកកង់ផងអីផងចិត្តផងជីកកង់មួយទៀតណាចាប្លែកមែនតើចានេះគឺជារឿងរ៉ាវចានៅក្នុងប្រទេសចិនចាគឺចុងភៅវ័យក្មេងម្នាក់ដែលបម្រើការនៅក្នុងភោជនីយដ្ឋានមួយនៅក្នុងខេត្តសាន់ស៊ីប្រទេសចិនបានបង្ហាញនៅសមត្ថភាពធ្វើមីរបស់គាត់ដោយធ្វើការរាំព្រមគ្នាជាមួយនឹងក្បាច់កុងហ្វូចុងភៅដ៏ប៉ិនប្រសប់នេះឈ្មោះថាលោកវ៉ាងចាំងឡុងចាដែលជាអ្នកចការលោកតែងតែបង្ហាញនៅការធ្វើមីនេះដល់ភ្ញៀវដែលចូលមកទស្សនាដែលខុសប្លែកពីចុងភៅដទៃគឺការធ្វើមីរបស់លោកគឺមានការរាំនិងបត់បែនខ្លួនទៅតាមក្បាច់កុងហ្វូលាយឡំទៅនឹងក្បាច់រាំផ្សេងៗរបស់ប្រទេសចិនទៀតផងលោកបាននិយាយថាខ្ញុំបានយកក្បាច់ខ្លះពីក្បាច់សម័យទំនើបនិងក្បាច់ខ្លះនៅក្នុងក្បាច់គុណកុងហ្វូមកសម្ដែងនៅក្នុងកម្មវិធីសំដៅមកសម្ដែងនៅក្នុងការធ្វើមីនេះហើយខ្ញុំជឿជាក់ថាភាពតាក់ទាញនេះក៏ជាអ្វីមួយដែលប្លែកដែលធ្វើឲ្យមីរបស់ពួកយើងនេះគឺមានរសជាតិប្លែកពីគេចាញ៉ាំទៅដូចប្រៃជាងគេមានញើសចាដូចថងលើសគ្រឿងចាចូលរួមផងអីផងចាហើយគាត់មិនមែនមានតែសមត្ថភាពធ្វើមីតែមួយមុខនោះទេគាត់ក៏មានសមត្ថភាពជាច្រើនទៀតដូចជាការធាក់កង់និងការកាត់សរសៃមីដែលដាក់នៅលើថាសលើក្បាលរបស់គាត់ក៏ដូចជាធ្វើការហាន់ផ្លែទៅសក់នៅលើពេញប៉ោះផងដែរលោកបានឲ្យដឹងថាសមត្ថភាពទាំងនេះគឺលោកហាត់រៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយចាមិនមែនថាភ្លាមក៏អាចធ្វើបាននោះទេអញ្ចឹងគឺគាត់ចំណាយពេលវេលាច្រើនមែនទែនដើម្បីវឹកហាត់ធ្វើយ៉ាងណាឲ្យដែលថាមើលទៅទំនងហើយអាចទាញជាសរសៃមីចេញចាយើងមើលតាមវីដេអូនេះក៏បង្ហាញជាគាត់បង្ហាញជូនដើម្បីការព័ត៌មានផ្សព្វផ្សាយតាមពិតទៅគឺគេធ្វើធម្មតាដែរទេចាក៏ជាចំណុចមួយនៃសិល្បៈនៃការចម្អិនម្ហូបអាហារចាអានេះទៅទស្សនារឿងរ៉ាវមួយទៀតនៅក្នុងសហរដ្ឋអាមេរិកដែលអាមេរិកក៏បានបង្កើតមនុស្សយន្តមួយដែលអាចទៅសិក្សាចំនួនសិស្សឬក៏និស្សិតដែលគាត់មានបញ្ហារងរបួសឬក៏មានជំងឺចាប្លែកមែនតើចាចំណេះថាបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃហើយនិយាយឃើញថានៅសហរដ្ឋអាមេរិកនេះគឺជាកន្លែងដែលគេសិក្សាគឺគេបានបង្កើតមនុស្សយន្តមួយដែលជួយសម្រួលដល់សិស្សឬក៏និស្សិតដែលរងរបួសឬក៏មានជំងឺនិងមិនអាចទៅធ្វើការសិក្សាបានហើយដល់ទៅសិក្សាជំនួសទៅសិស្សដែលមកចេះដែរមនុស្សជំនួសនឹងជួយឲ្យពួកគេអាចមើលឃើញគ្រប់សកម្មភាពនៅក្នុងថ្នាក់រៀននិងធ្វើការសិក្សាបានដូចគេដូចឯងដែរដែលមិនចាំបាច់នៅក្នុងថ្នាក់រៀននោះឡើយចាទំនើបដល់ប៉ុណ្ណឹងណាខ្ជិលនឹងតែរៀនទៀតមិនប្រុសម្នាក់ឈ្មោះថា Cofree ជាសិស្សវិទ្យាល័យមួយរូបដែលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដែលจะហេតុធ្វើឲ្យគេមិនអាចទៅរៀនបានទេចាប៉ុន្តែដែលមានចំនួនពីមនុស្សជននេះគេនៅតែអាចរៀនសូត្របានធម្មតាហើយមនុស្សយន្តនេះគឺភ្ជាប់ជាមួយនឹងឧបករណ៍ iPad ហើយគេគ្រប់គ្រងនិងបញ្ជាឧបករណ៍នេះដោយកុំព្យូទ័រពីផ្ទះរបស់គេទៅចាំទេថាបើបានទៅមានថាប្រើមនុស្សយន្តនឹងទៅជំនួសអញ្ចឹងទៅហើយមើលតាម iPad នេះវិញចាទំនើបខ្លាំងណាស់ចា Free និយាយថាវាដូចជាការលេងហ្គេមកុំព្យូទ័រយ៉ាងដូចនោះដែរហើយវាពិតជាល្អណាស់ដែលខ្ញុំមានអារម្មណ៍ថានៅក្នុងថ្នាក់រៀនអញ្ចឹងដោយសារតែខ្ញុំអាចមើលឃើញលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិរបស់ខ្ញុំហើយនិយាយជាមួយពួកគេបានថែមទៀតផងអូយឡយណាចាប៉ុន្តែបាយអារម្មណ៍មិនបាយអារម្មណ៍អ្នករៀននេះគឺបាយអារម្មណ៍អ្នករៀនទាំងនៅក្នុងថ្នាក់ហ្នឹងចាចុះមានដូចមានធ្មប់ចាដល់ពេលអញ្ចឹងរៀនលែងចូលនៅរវល់មើលតាហ្នឹងឧបករណ៍ថ្មីចាចំពោះនាយកសាលានេះវិញគឺគាត់បានលើកឡើងថាឧបករណ៍មនុស្សយន្តនេះនឹងជួយសន្សំសំចៃលុយដល់ពួកគេ
ពេលព្រោះពួកគេមិនចាប់បានចំណាយលុយជួលគ្រូទៅបង្រៀននៅផ្ទះកំឡុងពេលដែលគេកំពុងតែរឹងរបួសនោះឡើយចាអញ្ចឹងនេះគឺជារឿងមួយដែលល្អសម្រាប់អ្នកដែលគាត់មានបញ្ហារវល់ច្រើនឬក៏មានការរឹងរបួសឬក៏ឈឺនៅផ្ទះអញ្ចឹងទៅប៉ុន្តែវាហាក់ដូចជាអត់សូវល្អប្រហែលទេដែលយើងប្រាំមនុស្សយន្តទៅរៀនជំនួសអញ្ចឹងមិនថាវាបាត់បង់ការតស៊ូព្យាយាមរបស់យើងណាយើងនៅតែផ្ទះអញ្ចឹងទៅយើងចាំរៀនស្រួលៗទៅវាអត់សូវល្អប្រហែលទេប៉ុន្តែយ៉ាងណាក៏ដោយនេះគឺជាការរីកចម្រើនថ្មីមួយរបស់សហរដ្ឋអាមេរិកដែលបានបង្កើតនូវមនុស្សយន្តថ្មីនៅក្នុងការកាត់បន្ថយការចំណាយរបស់សិស្សសាលាដែរចាតែមួយយើងឃើញថានៅក្នុងសហរដ្ឋអាមេរិកគេអាចធ្វើទៅបានដោយសារនៅប្រទេសគេគឺការប្រើប្រាស់អ៊ីនធឺណិតហ្នឹងគឺជាការប្រើប្រាស់បណ្ដាញទូលំទូលាយចាស្ទើរតែគ្រប់ទីកន្លែងទាំងអស់គឺមានប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែបើយើងនិយាយអំពីបណ្ដាប្រទេសផ្សេងវិញគឺបើសិនបើអត់មានអ៊ីនធឺណិតគឺពិបាកនៅក្នុងការបញ្ជាឧបករណ៍ហ្នឹងឲ្យទៅមុខណាចាព្រោះយើងអាចបញ្ជាឧបករណ៍ហ្នឹងដោយកម្មវិធីអ្វីមួយនៅក្នុងឧបករណ៍ហ្នឹងចាដោយប្រើតាមអ៊ីនធឺណិតដើម្បីឲ្យវាទៅមុខទៅក្រោយចាអាចថតសកម្មភាពអីផ្សេងពី iPad បានចាអរគុណច្រើនហើយរឿងរ៉ាវជាបន្តទៅទៀតនេះក៏ជារឿងរ៉ាវប្លែកមួយផងដែរចាយើងទៅមើលរឿងរ៉ាវនៅក្នុងប្រទេសឥណ្ឌាចាដោយគេរៀបចំនៅកម្មវិធីមួយដែលជាកម្មវិធីពិធីបុណ្យផ្កាកុលាបចាគឺមនុស្សម្នាបានចំរោមមករៀបចំនៅកម្មវិធីពិធីបុណ្យផ្កាកុលាបនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រកន្លងទៅដោយពិធីបុណ្យនេះគឺធ្វើឡើងរយៈពេល3ថ្ងៃនេះជាលើកទី43ហើយដែលគេប្រារព្ធធ្វើឡើងចាតែមើលទៅនៅក្នុងការតាំងវិព័រណ៍របស់គេហ្នឹងគឺមិនមែនតែមានផ្កាកុលាបតែមួយមុខទេដូចផ្កាច្រើនសឹងអីច្រើនម៉ូតណាចាឲ្យច្រើនពណ៌ទៀតចាស្អាតចាព្រោះបើសិនជាផ្កាកុលាបយើងធ្លាប់ឃើញអីមានធ្វើតែគេក្លូនមានពណ៌ច្រើនមិនតែទម្រង់រូបរាងរបស់វាអត់ខុសគ្នាទេចាហើយពិធីនេះគឺគេរៀបចំឡើងនៅក្នុងសួនច្បារមួយនៅក្នុងទីក្រុងឆាន់ឌីហើយក្នុងនោះគឺមានការតាំងបង្ហាញនៅផ្កាដល់ទៅជា5សែនប្រភេទឯណោះហើយមានផ្កាកុលាបផ្សេងដល់ទៅផ្កាផ្សេងពីគ្នាដល់ទៅ829ប្រភេទត្រូវបានបង្ហាញជាសាធារណៈឲ្យអ្នកគាត់ចូលទស្សនាហ្នឹងគាត់បានគយគន់ចាអ្នករៀបចំកម្មវិធីបុណ្យផ្កានេះគឺលោកសិនជីតបានឲ្យដឹងថាពិធីនេះគឺជាពិធីបុណ្យទេសចរណ៍ដ៏ធំសម្រាប់ទីក្រុងយើងដែលយើងតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីឲ្យភ្ញៀវទេសចរបានឃើញពីភាពស្រស់ស្អាតនៃសួនច្បារនៅក្នុងទីក្រុងរបស់យើងនិងប្រភេទផ្កាជាច្រើនប្រភេទមែនតើដល់ទៅ829ប្រភេទ79ប្រភេទ7900ប្រភេទអីគឺយើងអត់ដឹងថាផ្កាមានច្រើនប្រភេទដល់ថ្នាក់ហ្នឹងទេបាទមានផ្កាអាចមានផ្កាវល្លិផោមផ្កាស្ពៃអីហ្នឹងអត់ណាចាក្រៅពីនោះគឺចាយើងក៏មាននៅកម្មវិធីដើរបង្ហាញម៉ូដការសម្ដែងនិងការប្រកួតផ្សេងទៀតរយៈពេល3ថ្ងៃនោះផងដែរភ្ញៀវទេសចរជាច្រើនគឺពេញចិត្តនឹងពិធីបុណ្យនេះណាលោកហាន់ម៉ាន់ស៊ូភ្ញៀវទេសចរម្នាក់បានឲ្យដឹងថាពិធីបុណ្យនេះផ្ដល់ឱកាសឲ្យភ្ញៀវទេសចរជាច្រើនគឺស្រឡាញ់ធម្មជាតិជាពិសេសគឺអ្នកដែលស្រឡាញ់ផ្កាហ្នឹងគឺអាចមកទស្សនាផ្កាយ៉ាងច្រើនប្រភេទចាជាពិសេសគឺស្រីតែម្ដងចាព្រោះថាហ្នឹងហើយនេះខ្ញុំស្រឡាញ់ផ្កាកុលាបហើយផ្កាលីលីអញ្ចឹងចាផ្កាឈូកទៀតខ្ញុំស្រឡាញ់ផ្កាឈូកស្រឡាញ់ផ្កាឈូកដែរតាចាព្រោះថាបើយើងនិយាយទៅគឺផ្កាសិតតែល្អចាព្រោះថាបើយើងនិយាយពីផ្កាឈូកមានអត្ថន័យល្អជាងគេចាខ្ញុំមើលទៅពិធីបុណ្យផ្កាកុលាបនេះគឺបញ្ជាក់អំពីទិន្នផលផ្កាក៏ដូចជាកសិកម្មនៃការដាំផ្កាក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្ដងហើយជាការបង្ហាញជូនដល់ប្រទេសផ្សេងទៀតដឹងថាប្រទេសឥណ្ឌាក៏ជាប្រទេសមួយដែលសម្បូរផ្កាដែរចាអរគុណទស្សនិកជននេះគឺជារឿងរ៉ាវទាំងអស់នៅក្នុងកម្មវិធីរបស់យើងនៅក្នុងវគ្គទី3នៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយគឺយើងមានរឿងតាក់ទងទៅនឹងសត្វប៉ុន្តែសូមសម្រាប់បន្តិចសិនចា កម្មវិធីនេះឧបត្ថម្ភដោយ ទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាឡឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាស
ចានេះគឺជាវគ្គចុងក្រោយហើយនៅក្នុងកម្មវិធីព័ត៌មានថ្ងៃថ្មីដែលបានដើរទូកម្មជា CTN ដែលទទួលបានការឧបត្ថម្ភចាប់ពីក្រុមហ៊ុនទឹកផ្លែឈើ Freshie និងក្រុមហ៊ុនស្រាបៀរ Gainsberg ចាអរគុណច្រើននៅក្នុងវគ្គចុងក្រោយនេះគឺយើងទៅមើលសត្វមុនគេគឺសត្វសំណក់យើងគិតថាបណ្ដាប្រទេសជាច្រើនគឺចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយនឹងសត្វយ៉ាងណាមិញនៅក្នុងរឿងនេះគឺគេបានជួយសង្គ្រោះសត្វសំណក់មួយក្បាលដែលបានជាប់នៅក្នុងចំណោទថ្មមួយចានេះគឺជារូបភាពនៃការជួយសង្គ្រោះសត្វសំណក់ឬក៏ឆ្កែចានៅក្នុងសហរដ្ឋអាមេរិកនេះឃើញថាគឺវាជាប់នៅខាងក្នុងចំណោទថ្មមួយហើយនៅក្នុងរូងនឹងហ្មងចាយើងទៅមើលទាំងអស់គ្នាតែម្ដងថាមូលហេតុអ្វីដែរចាគឺច្រាំងថ្មនេះគឺចោតខ្លាំងណាស់ហើយស្ថិតនៅក្នុងឆ្នេរសមុទ្រមួយនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពី2សប្តាហ៍កន្លងទៅនេះរូបភាពដែលគេថតនៅលើកន្ទុំរុយនេះបានបង្ហាញនូវសកម្មភាពដែលក្រុមអ្នកពលរដ្ឋអគ្គិភ័យបានមកដល់កន្លែងកាត់ហេតុនិងប្រើប្រាស់ជណ្ដើរដើម្បីឡើងទៅជួយសំណក់ដែលធ្លាក់ចូលទៅក្នុងប្រហោងនៃច្រាំងថ្មនោះតែម្ដងចាមើលទៅបើយើងអត់ជួយវាមើលទៅក៏អាណិតចាប៉ុន្តែដូចបកៀបច្រាំងថ្មនោះគឺចង្កូតនឹងធ្លាក់ពីលើមកចាប៉ុន្តែមើលទៅគួរឲ្យខ្លាចណាតំបន់ជាមួយនេះក្រោយមកមួយសន្ទុះគឺពួកគេគឺអាចជួយសំណក់នោះចេញពីរន្ធនោះបានដោយសុវត្ថិភាពប៉ុន្តែសំណាងល្អដែរសត្វសំណក់នោះគឺមិនមានរបួសអ្វីឡើយចាទីបំផុតសំណក់នោះក៏បានជួបជាមួយនឹងម្ចាស់របស់វាវិញចាសប្បាយរីករាយចាអបអរសាទរខ្ញុំឃើញថាសត្វសំណក់តែមួយក្បាលទេគឺចំណាយក្រុមអ្នកពលរដ្ឋអគ្គិភ័យមកជួយសង្គ្រោះយ៉ាងច្រើនហើយយ៉ាងណាក៏ដោយយើងឃើញថាអ្នកដែលជួយសង្គ្រោះនៅក្នុងបណ្ដាប្រទេសជាច្រើនគឺគេមកបានទាន់ពេលវេលាដែរមិនហេតុការកាត់ឡើងហើយងាប់បាត់ហើយបានមកចាពុះពាក្យហើយក៏មិនធ្វើស៊ុបដែរចាក៏មិនយកទៅធ្វើស៊ុបឬក៏អាំងជៀនអីដែរគឺគេជួយសង្គ្រោះសត្វសំណក់របស់គេនៅក្នុងដីមួយស្រឡាញ់សត្វចាតាមរយៈព័ត៌មាននេះយើងសង្ឃឹមថាប្រជាជនទាំងអស់លើពិភពលោកនឹងចាប់ផ្ដើមឲ្យតម្លៃទៅលើសត្វហើយនាំគ្នាជួយឲ្យវាមានកាន់តែច្រើនឡើងនៅលើពិភពលោករបស់យើងចាសូម្បីតែនិយាយទៅសត្វសំណក់នៅប្រទេសគេគឺគេមានតាំងពីហ្នឹងហើយមានតាំងពីសាឡនមានតាំងពីការថែរក្សាគេថាសម្ផស្សមកគេណាមានសន្តាគារមានអាហារដ្ឋានអីត្រឹមត្រូវទៀតតែចាញ់សំណក់នេះយើងចាញ់យើងមានសេរីភាពជាងមានសេរីភាពច្រើនជាងចាអរគុណហើយឥឡូវនេះយើងទៅកាន់ប្រទេសមួយទៀតចាវគ្គមុនគឺនេះខ្ញុំបានជម្រាបជូនលោកអ្នកអំពីពិធីបុណ្យផ្កាចានៅក្នុងប្រទេសឥណ្ឌាយើងបានឃើញផ្កាដល់ទៅជាង800មុខប៉ុន្តែឥឡូវនេះយើងទៅកាន់ប្រទេសអេក្វាដ័រវិញម្ដងចាដោយគេក៏បង្ហាញពីដើមឈើមួយដែលឈ្មោះថាគួយ៉ាខាន់ដែលជាដើមឈើដំណើររបស់គេហ្នឹងគឺបានបញ្ចេញនៅផ្កាពណ៌លឿងចាស្អាតណាស់ចានិយាយទៅគឺចាំបានដាំនៅយើងអ្នកដែរមានអត់ចាយើងដូចជាដើមនេះมันច្បាស់ដែរដូចជាអត់មានទេហ្នឹងហើយតែដើមឈើនេះគឺមានផ្កាទូទៅស្អាតហ្នឹងហើយដូចជារដូវស្លឹកឈើជ្រុះហ្នឹងគឺផ្កាចង់ពេញដើមតែម្ដងច្រើនមែនតើចាហើយទេសភាពនេះគឺប្រៀបដូចជាគំនូរអញ្ចឹងដើមឈើគួយ៉ាខាន់នេះនៅក្នុងប្រទេសអេក្វាដ័របានរីកចេញនៅផ្កាពណ៌លឿងយ៉ាងស្រស់ស្អាតពេញដើមតែម្ដងអ្វីដែលពិសេសជាងនេះទៅទៀតហ្នឹងគឺផ្កានេះរីកតែម្ដងទេនៅក្នុងរយៈពេល1ឆ្នាំចាអញ្ចឹងបានគេចោះព័ត៌មានចាមួយឆ្នាំចោះតែមួយឆ្នាំចេញតែម្ដងទេចាហើយព្រៃនៅក្នុងតំបន់ Magahuru សំទោស Huko គឺជាព្រៃធំបំផុតនៅក្នុងប្រទេសអេក្វាដ័រនិងជាព្រៃដែលសម្បូរដោយដើមឈើគ្រប់ប្រភេទផងដែរដែលឡែកនៅក្នុងអំឡុងដែលសេដ្ឋកិច្ចនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះគឺដើមឈើក៏ត្រូវបានប្រជាជនជាច្រើនកាប់យកទៅប្រើប្រាស់ធ្វើជាឈើសម្រាប់យកទៅលក់ចាអញ្ចឹងចាប់ផ្ដើមកាប់ទន្ទ្រានព្រៃចាយកឈើមកលក់ហើយអញ្ចឹងប៉ះពាល់ខ្លាំងមែនទែនហើយអ្នកស្រុកកំពុងតែព្យាយាមចូលរួមនៅក្នុងការរក្សាផ្កាដ៏អស្ចារ្យនេះឲ្យបានច្រើនបំផុតលោក Rees ដែលជាកសិករម្នាក់នៅក្នុងតំបន់នោះបាននិយាយថាកាលពីមុនយើងមិនសូវយកចិត្តទុកដាក់ទៅនឹងដើមឈើទាំងអស់នេះប៉ុន្មានទេប៉ុន្តែរយៈពេល3ឆ្នាំចុងក្រោយនេះកន្លងមកនេះគឺយើងចាប់ផ្ដើមមានការការពារដើមឈើនិងគ្រប់គ្រងនៅក្នុងព្រៃទាំងនេះវាខុសពីការចំនួនឪពុកម្ដាយរបស់ខ្ញុំដែលតែងតែកាប់ដើមឈើទាំងនេះដោយសារតែចំនួនពួកគាត់ហ្នឹងគឺពួកគាត់មិនមានការងារអ្វីធ្វើនោះទេចាអញ្ចឹងដោយសារតែកង្វះនៃការងារគឺតម្រូវឲ្យគាត់ធ្វើការកាប់ឈើដើម្បីយកមកដោះស្រាយនឹងជីវភាពចាប៉ុន្តែឥឡូវហ្នឹងមានការងារធ្វើផ្សេងហើយគឺប្រជាជនគាត់ចាប់ផ្ដើមថែរក្សាដើមឈើវិញព្រោះថាបើសិនបើគាត់នៅបន្តកាប់ទៀតកូនគាត់ជំនាន់ក្រោយអាចអត់ស្គាល់ដើមឈើទេហ្នឹងហើយអាចអត់ស្គាល់ដើមឈើអត់ស្គាល់រុក្ខជាតិផ្សេងនោះទេពេលហ្នឹងអាចមើលបានតែត្រឹមរូបគំនូរហើយនឹងរូបថតទេចាហើយការពណ៌លឿងដែលរីកព្រោងព្រាតនេះគឺតាក់ទាញនៅភ្ញៀវទេសចរយ៉ាងច្រើនផងដែរដោយលោក Alexander ដែលជាភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ម្នាក់បាននិយាយថាវាស្អាតខ្លាំងណាស់
នៅក្នុងព្រៃដែលស្ងួតហើយយើងបានជាឃើញមានដើមឈើបញ្ចេញពណ៌លឿងដ៏គួរឲ្យទាក់ទាញចាទេសភាពហ្នឹងគឺស្អាតដូចជាទេសភាពនៅក្នុងគំនូរដូចគេថាមែនដោយសារយើងមើលពីចាពលឺព្រះអាទិត្យរៀងសតុនផងហើយទេសភាពនៅដីហ្នឹងដីក្រហមចាដីក្រហមហើយដើមឈើហ្នឹងគឺពណ៌លឿងទៀតចង់ទៅលេងហ្នឹងហ្នឹងហើយនៅណាមិញអូអេក្វាដ័រឆ្ងាយអេក្វាដ័រចាឆ្ងាយមែនតើអត់អីទេយើងលេងត្រឹមខេត្តនាទៅខាងមណ្ឌលគិរីក៏សម្បូរដើមឈើដែរចាំបាច់ទៅដល់អេក្វាដ័រតែផ្កាពណ៌លឿងមិនស្អាតណាបើតាមមាត់ទន្លេយើងនៅពេញគឺមានផ្កាបណ្ដាលមានពណ៌ព្រៀងបាច់ស្វាយហ្នឹងហើយចាស្អាតមែនតើហើយតែតែជ្រុះអស់ទេដល់ធ្លាក់ខ្យល់ប្រហែលថ្ងៃមុនហ្នឹងក៏មានផ្កាស្អាតអញ្ចឹងដូចគ្នាដែរចាអរគុណទស្សនិកជនដែលយើងទៅមើលរឿងរ៉ាវមួយបន្តទៀតគឺនៅក្នុងប្រទេសឥណ្ឌាចំណុចខាងប្រទេសឥណ្ឌាគឺមានការរដ្ឋបတ်នៅស្ត្រីមានថាក៏មិនមានសិទ្ធិច្រើននៅក្នុងការចូលរួមសកម្មភាពសង្គមទេប៉ុន្តែរឿងនេះគឺគេបានលើកឡើងថាមានសិស្សស្រីជាច្រើនបានទៅបោះជំរំនៅក្នុងការហ្វឹកហាត់កីឡាមួយចាចំណេះថាចាប់ដើមមានសកម្មភាពសង្គមច្រើនឡើងវិញហើយគឺការបណ្ដុំបណ្ដាលនៃការជិះស្គីលើទឹកកកចាមជ្ឈមណ្ឌលជិះស្គីនៅក្នុងទីក្រុងណាខណ្ឌានៅស្រុកស៊ីម៉ាឡានៃប្រទេសឥណ្ឌាគឺបានរៀបចំការបោះជំរំផ្សងព្រេងមួយដែលមានរយៈពេល1សប្តាហ៍សម្រាប់សិស្សនារីកាលពីសប្តាហ៍កន្លងទៅនេះការបោះជំរំនេះគឺរៀបចំឡើងសម្រាប់បណ្ដុំបណ្ដាលការជិះស្គីដល់សិស្សនារីទាំងអស់នោះនៅក្នុងនោះគឺមានសិស្សស្រីចំនួន34រូបចូលរួមនៅក្នុងការបោះជំរំនេះផងដែរចាអញ្ចឹងគឺជាប្រកាន់មួយដែលល្អនៅក្នុងការចូលរួមរបស់ស្ត្រីគ្រូបង្វឹកនៅឯជំរំសម្រាប់កីឡារដូវរងានេះលោក Santos Khaitala ជឿថាជាការពិតណាស់មូលដ្ឋាននៃការជិះស្គីទឹកកកនេះគឺដើម្បីលើកទឹកចិត្តនិងអភិវឌ្ឍសមត្ថភាពនៅក្នុងការផ្សងព្រេងដល់ក្មេងស្រីទាំងនោះតែបណ្ដុំបណ្ដាលនេះគឺនឹងជួយឲ្យក្មេងស្រីទាំងនោះមានភាពក្លាហាននិងតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងការលំបាកនិងជាការបង្កើនកម្លាំងខ្លួនផងដែរហើយនៅក្នុងវគ្គបណ្ដុំបណ្ដាលកម្រិតទាបដែលមានរយៈពេល7ថ្ងៃនេះគេនឹងបង្រៀនពួកគេពីរបៀបឡើងភ្នំទឹកកកនិងជិះស្គីទឹកកកចាខ្ញុំក៏ចង់ចេះដែរលោកបានដឹងផងដែរថាអ្នកដែលមានអាយុចាប់ពី5ឆ្នាំរហូតដល់58ឆ្នាំគឺអាចចូលរួមនៅក្នុងការហ្វឹកហាត់បានហើយដល់ឡែកក្មេងស្រីនៅជំរំនេះគឺមានសេចក្តីរីករាយណាស់នៅក្នុងការចូលរួមនៅក្នុងវគ្គបណ្ដុំបណ្ដាលកីឡាផ្សងព្រេងមួយនេះអានីតាចាដែលជាក្មេងស្រីដែលចូលរួមម្នាក់និយាយថាកីឡានេះគឺមានសារៈសំខាន់ណាស់ហើយវាគឺជាកីឡាដែលមិនធ្លាប់បានសាកល្បងពីមុននោះទេម្យ៉ាងវាគឺជាចំណេះដឹងមួយផងដែរនៅពេលដែលយើងជិះស្គីទឹកកកបែបនេះចាយើងឃើញថាចំពោះការជិះស្គីទឹកកកគឺជាកីឡាមួយដែលផ្សងព្រេងដោយសារថាវានៅក្នុងតំបន់ភ្នំទឹកកកចាអញ្ចឹងគឺមានការផ្សងព្រេងច្រើនប៉ុន្តែយ៉ាងណាក៏ដោយមិនថាបុរសឬក៏ស្ត្រីទេគឺអាចចូលរួមបានទាំងអស់គ្នាវាគឺជាកីឡាដើម្បីសុខភាពហើយក៏ជាការបង្កើនកម្លាំងនិងការតស៊ូប្រយុទ្ធជាមួយនឹងការលំបាកផ្សេងៗផងដែរចាអរគុណអញ្ចឹងយើងឃើញថានេះគឺជាការរៀននៅចំណេះជំនាញថ្មីមួយទៀតសម្រាប់នៅនារីដែលនៅក្នុងប្រទេសឥណ្ឌាចាដល់គេចង់លើកទឹកចិត្តឲ្យនារីហ្នឹងគឺគាត់ចេញមកខាងក្រៅហើយគាត់ហ៊ានតំណែងតំណងចាតំណែងតំណងនៅក្នុងសង្គមឲ្យបានច្រើនកាលណាតែគាត់មាននៅការតំណែងតំណងនៅក្នុងសង្គមបានច្រើនហ្នឹងគឺគាត់អាចនឹងកាត់បន្ថយនៅបញ្ហានេះជាពិសេសគឺនៅពេលដែលគាត់ជួបប្រទះបញ្ហាគាត់អាចនឹងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយឬក៏ជួយខ្លួនឯងនៅក្នុងពេលដែលជួបប្រទះនៅបញ្ហានេះកាត់ឡើងចា៎គឺថាមិនត្រឹមតែមានការជិះស្គីនៅក្នុងប្រទេសឥណ្ឌាគេក៏បានបង្រៀនស្រីជាពិសេសក្មេងៗស្រីហ្នឹងពីរបៀបនៃការការពារខ្លួនពីបរិសុទ្ធភេទនៅពេលដែលមានបញ្ហាចាប់រំលោភឬក៏បញ្ហាអ្វីមួយកើតមានឡើងគឺគេមានបង្រៀនពីបញ្ហាទាំងអស់ហ្នឹងទៀតចាំមានថាប្រទេសឥណ្ឌាក៏ចាប់ដាក់អភិវឌ្ឍស្រីនេះឲ្យកាន់តែមានការរីកចម្រើនច្រើនដែរចា៎និយាយទៅគឺគេធ្វើការផ្ដល់នៅការអប់រំចាសម្រាប់ដល់នារីផ្ទាល់ហ្នឹងឲ្យគាត់ចេះក្បាច់គុណសម្រាប់ការការពារខ្លួនហើយក៏អប់រំដល់បរិសុទ្ធហ្នឹងចាឲ្យមានគេថាមនុស្សធម៌ជាងមុនចាឲ្យយល់ដឹងអំពីសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីចាអរគុណច្រើនថ្ងៃនេះគឺជារឿងដែរនៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយនៅក្នុងកម្មវិធីរបស់យើងចាឃើញថារយៈពេល1ម៉ោងនៅក្នុងកម្មវិធីយើងពិតជាលឿនមែនទែនហើយរាល់ពាក្យពេចន៍ខុសឆ្គងនៃការមានឡើងដាក់ចេតនាក៏សូមលោកអ្នកមេត្តាខន្តិអធិស្ឋានផងចាពីកម្មវិធីក៏សូមជូនពរទស្សនិកជនអតុបាននូវសុខភាពល្អជាពិសេសរាល់ការធ្វើដំណើរសូមមេត្តាគោរពសិទ្ធិគ្នាទៅវិញទៅមកកម្មវិធីរបស់យើងនឹងប្រជុំគ្នានៅថ្ងៃស្អែកម្ដងទៀតសូមអរគុណនិងសូមគោរពលាចា